ឥឡូវនៅក្នុងនេះយើងមើលទំហំ logo របស់គេគឺវាលក្ខណៈទ្រង់ទ្រាយមូលហើយមាន color ច្រើនណាស់នៅក្នុងហ្នឹងមានពណ៌យ៉ាងកាប់ស្តាំងនេះមួយពណ៌ក្រហមហើយគេមានលក្ខណៈ 3D នៅក្នុងនេះអូខេសួស្តីបងប្អូនអរគ្នាចឹងយើងធ្វើការបង្កើតនៅផ្ទៃកិច្ចការងារមួយសិនមកយើងធ្វើការ control N ឬក៏ command N ដើម្បីយើងបើកនៅផ្ទាំងនេះចឹងទំហំ size នេះខ្ញុំធ្វើការដាក់1500អូខេហើយអានេះខ្ញុំដាក់1500ដែរបន្តមកអ្នកនរគ្នាយកមួយណាក៏បានដែរតែខ្ញុំសូម teach ទៅនឹង artboard នេះដើម្បីងាយស្រួលពរៀនអ្នកទាំងអស់គ្នាក្នុងការធ្វើហើយខ្ញុំធ្វើការ create បន្តមកអ្នកនរគ្នាធ្វើការចុច create នេះមកអូខេអញ្ចឹងខ្ញុំបាន artboard នេះមួយអញ្ចឹងខ្ញុំសូមធ្វើការបង្កើតនៅ artboard ថ្មីមួយបន្ថែមទៀតអញ្ចឹងដើម្បីបានវាជា2អ្នកទាំងអស់គ្នាត្រូវតែធ្វើការចូលកន្លែង move tool នេះយើង mouse តាមមកយកពាក្យថា artboard ឬក៏អក្សរខាត់វា V ហ្នឹងអញ្ចឹងវាចុចយើងចុចកន្លែងហ្នឹងមកបន្តមកយើងចុចកន្លែងសញ្ញាបូក1ហើយខ្ញុំបាន artboard 2ហើយខ្ញុំធ្វើការចូលនៅកន្លែង move tool នេះវិញអូខេខ្ញុំយក move tool កន្លែងនេះបន្តមកខ្ញុំទៅទាញ logo របស់ការតិចដើម្បីបរៀនអ្នកនរគ្នាចូល file ហើយ open អូខេអញ្ចឹងនេះ logo នេះខ្ញុំធ្វើការចុចលើវាហើយខ្ញុំធ្វើការបើកអញ្ចឹងនៅក្នុង file នេះគឺវាជាប់ហើយយើងអាចចាប់វាបានឬក៏យើងអាចដោះវាបានទេឃើញទេដោះសោអីអត់បានទេអញ្ចឹងវាជាប់ file នេះវាជាប់ file តែអញ្ចឹងអ្នកនរគ្នាត្រូវតែធ្វើការចូលនៅក្នុងពាក្យថា image ហើយយកពាក្យថា mood អញ្ចឹងយើងដូរពាក្យថា Dutch color យើងយកដាក់ RGB color នេះមកអញ្ចឹងនៅក្នុងនេះយើងធ្វើការ remove ឬក៏ចាប់ទាញវាបាននេះឃើញវាចេញពាក្យថា background ម្ដងឥឡូវយើងធ្វើការចាប់ទាញវាមកអូខេយកមកដាក់ក្នុងនេះប្រយ័ត្នវាចេញមកអញ្ចឹងខ្ញុំធ្វើការ scale វាឡើងតិចមកឥឡូវនៅក្នុងនេះយើងមើលទំហំ logo របស់គេគឺវាលក្ខណៈទ្រង់ទ្រាយមូលហើយមាន color ច្រើនណាស់នៅក្នុងហ្នឹងមានពណ៌យ៉ាងកាប់ស្តាំងនេះមួយពណ៌ក្រហមហើយគេមានលក្ខណៈ 3D នៅក្នុងនេះអូខេអញ្ចឹងអ្នកនរគ្នាធ្វើការចូលនៅក្នុង ellipse tool នេះមកអូខេមកស្ដាំយកពាក្យថា ellipse tool ហើយយើងគូវាមកល្មមមកហើយជាប៉ុណ្នេះ color អ្នកនរគ្នាធ្វើការច្រឡងមកចូល like fill យក color កន្លែងនេះមកហើយយើងចាក់ច្រឡងវាមកclick OK បាច់ចេញចាំយក voice over មកស្ដាំ start tool go ដូរពណ៌ពណ៌សអូខេចឹងយើងធ្វើការប្រើនៅ pad សម្រាប់ធ្វើការគូនៅ line ក្រហមអូខេចុចខាងលើនោះមួយមកហើយយើងចុចកណ្ដាលមួយបន្តមកយើងចុចខាងលើនេះមួយទៀតមកដើម្បីឲ្យវាស្មើជ្រុងកែងកន្លែងសញ្ញាផ្កាយហ្នឹងអូខេហើយយើងកលឹងវាមកជុំយើងកលឹងវាបែបហ្នឹងមកដើម្បីយើងច្រឡងយកពណ៌ក្រហមដូចរបស់គេនៅខាងក្រោយ background ហ្នឹងហើយយើងចូលកន្លែង fill យើងយក color យើងច្រឡងពណ៌គេមកអូខេយើងចុច OK ហ្នឹងមកអូខេយើងបានហើយបន្តមកយើងត្រូវតែធ្វើការ clipping mask វាដើម្បីឲ្យវាចូលនៅក្នុង shape ellipse ហ្នឹងមើលទៅវាស្អាតចឹងណាអូខេចឹងបើសិនមើលអត់ទាន់ទេបងប្អូនអាចមើលមួយបានអត់ជាបញ្ហាទេវីដេអូនេះគឺសម្រាប់អ្នកនរគ្នាមើលឥឡូវយើងបានប៉ុណ្ណេះហើយប៉ុន្តែអ្វីដែលយើងនៅខ្វះគឺប្រភេទ 3D ហើយបងប្អូនត្រូវតែធ្វើការប្រើនៅpad កន្លែងហ្នឹងដដែលមកអូខេ pen tool ហ្នឹងហើយយើងយកកន្លែង shape ហ្នឹងបន្តមកយើងធ្វើការចាប់ផ្ដើមពីចំណុចខាងក្រោមនេះទៅហើយយើងទាញវាទៅខាងលើបន្តមកយើងទាញមកខាងស្ដាំដើម្បីយើងធ្វើការcreate លក្ខណៈ 3D នៅក្នុងហ្នឹងចុចកន្លែងខាងចុងនេះមួយទៀតមកអូខេបន្តមកយើងទាញឲ្យវាមកប្រសពគ្នានៅខាងចុងនេះឃើញទេយើងបានប៉ុណ្ណេះហើយយើងចូលនៅកន្លែង FX ខាងក្រោមនេះហើយយើងយកពាក្យថា bevel and emboss ហ្នឹងអូខេបន្តមកអ្នកនរគ្នាប្រកាសជា load អីផ្សេងហើយប៉ុន្តែនៅត្រង់កន្លែងនេះគឺអ្នកនរគ្នាទុកតម្រងនេះមកអូខេ inner bevel ហើយយើងយក up ចំពោះ color អ្នកនរគ្នាត្រូវតែធ្វើការដូរអូខេកន្លែងពណ៌សនេះយើងយកពណ៌យ៉ាងក្រហមនេះតិចសិនមកបន្តមកទៀតខាងក្រោមពណ៌ខ្មៅនេះយើងយកពណ៌យ៉ាងខ្មៅនៅផ្នែកខាងក្រោមរបស់គេគឺយើងចម្លងពណ៌របស់គេយកមកដើម្បីឲ្យវាដូចទៅនឹងអ្វីដែលជា logo របស់គេហើយយើងធ្វើការទាញប៉ុន្តែវាឡើង smooth ត្រង់ចឹងអាកន្លែង text នេះហ្នឹងយើងដូរពី smooth យើងយកអាកន្លែងនេះវិញឃើញវាឡើងជាលក្ខណៈទ្រង់ជ្រុង 3D ឲ្យគ្នាយើងធ្វើការមើលទៅវាស្តៀងឬក៏ដូចទៅនឹងរបស់គេហើយយើងសេរីយើងបន្ថយមើលតាមជាក់ស្ដែងដែលអ្នកនរគ្នាគួរតែផ្លាស់ប្ដូរហើយកន្លែង screen នេះខ្ញុំយក normal
ហើយmultiply នេះក៏ខ្ញុំយក normal ដែរបើសិនជាវាអត់សូវដូចអញ្ចឹងយើងផ្លាស់ប្ដូរវាតាមជាក់ស្ដែងនៃការ design logo ទៅប៉ុន្តែយើងមើលទៅវា 3D ហើយវាត្រឹមត្រូវទៅតាម logo គេដែរហើយអញ្ចឹងខ្ញុំគិតថាវាល្អសម្រាប់វីដេអូអ្នកនរគ្នាដែលគាត់ចាប់ផ្ដើមចង់ design logo ផ្សេងៗអាចមើលវីដេអូនេះបានខ្លះៗដែរអញ្ចឹងណាហើយដូចជាអស់ហើយវីដេអូមានតែប៉ុណ្ណឹងសង្ឃឹមថាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាអរគុណជួបគ្នានៅក្នុងវីដេអូបន្តទៀតបាយបាយ